ស្រះនេះស្រះធម្មជាតិមានជម្រៅចិត្ត30 ម៉ែត្រទៅក្រោមហើយគេមានចិញ្ចឹមត្រីក៏ដូចជាដាក់នៅម៉ូទ័ររីប៉ាយជុំវិញហ្នឹងដើម្បីយកទឹកប្រើប្រាស់ដែលយើងឃើញនេះគឺជាកន្លែងខៀវហ្នឹងបងប្អូនឃើញហ្នឹងគឺជាកន្លែងដែលគេបូមទឹកណាហើយយើងឃើញថាមួយចំនួននៃអ្នកស្រុកគឺគាត់ចូលចិត្តយកស្រះនេះធ្វើជាកន្លែងបូមទឹកប្រើប្រាស់ប្រចាំថ្ងៃដូចជាមួយទឹកបោកអាវបោកអីចឹងទៅហើយបើយើងមើលឲ្យជាក់ទៅម្ដុំនេះគឺគេហៅថាភ្នំរៀបគឺមានជាមួយនឹងផ្ទះល្វែងផ្ទះអីគេច្រើនដែរណាហើយយើងមកមើលកន្លែងនេះគឺឃើញយោទឹកគេច្រើនណាយោទឹកច្រើនមែនតើម្ដុំនេះដែលគ្រប់គង់ទៅតាមផ្ទះនីមួយៗអញ្ចឹងយើងចុះមកដល់ក្រោមនេះបានឃើញថាប្រវែងនេះមកចិត្តទៅដល់5 ម៉ែត្រហើយចូលមកដល់ក្នុងនេះអ្នកខ្លះគាត់ថាជ្រៅកន្លែងនេះដោយសារឥឡូវនេះទឹកវាហួតរដូវនេះរដូវប្រាំងទឹកហួតអត់សូវមានជាមួយនឹងទឹកឡើងទេហើយបច្ចុប្បន្នកន្លែងនេះគឺវាសឹងតែកដាលស្រះហើយបើយើងមើលទៅលើយ៉ាងសឹងកដាលស្រះហើយអញ្ចឹងមានស្លែមានអីចឹងយើងឃើញមានកូនត្រីមានអីចឹងហើយទឹកខ្លាឆ្វង់ចឹងគេទឹកចឹងគេយកប្រើអត់ខុសទេទឹកនេះខ្ញុំលុបមកមួយសិនអញ្ចឹងទឹកនេះគឺបញ្ជាក់បងប្អូនទឹកពុកម៉ែបងប្អូនយើងក៏យកប្រើទេអត់មានត្រូវយកទៅបោះចោលទេទឹកនេះហើយខ្យងក៏ធំដែរខ្យងស្រះនេះនៅខែវស្សាគឺជ្រៅមែនតើជ្រៅខែវស្សាជ្រៅថាខែឥឡូវនេះខែប្រាំងវាអត់សូវមានទឹកទេគេអញ្ចឹងល្បីថាស្រះដែលនៅក្បែរនៅភ្នំរៀបនេះគឺជាស្រះដែលជ្រៅហ្នឹងឥឡូវខ្ញុំនាំទស្សនីយភាពបងប្អូនមកមើលហើយថាកន្លែងនេះជ្រៅមែនឬក៏អត់ហើយតាមស្លុកអញ្ចឹងទៅយើងឃើញមានឈូកនេះឈូកធម្មជាតិណាឈូកនេះឈូកធម្មជាតិផ្ទាល់នេះខ្ញុំស៊ូមទៅនេះអត់ដល់អូខេអានេះទឹកមួយស្លុកទេមានឈូកមានអីចឹងទៅហ៎អញ្ចឹងទឹកនេះទឹកដក់នៅចំហៀងហើយនោះគឺជាកែងស្រះដែលជ្រុងទាំង4របស់វានោះក៏វត្តទៅនោះហ្មងហ៎ហើយគេមានកន្លែង